កាសែតនៅថ្ងៃប្រហ័សទី31កក្កដានេះបានចាប់អារម្មណ៍លើប្រធានរឿងផ្សេងគ្នាក៏សន្តិភាពបានចេញចំណងជើងពីជួរធំថាអាចកំបាំងក្នុងភូមិគ្រឹះបង្ខាំងមនុស្សខុសច្បាប់ធ្វើទរណកម្មនិងចាប់រំលោភសេពសន្តិវៈអ្នកបម្រើជាមួយនឹងការបង្ហាញរូបភាពចំពីមុខភូមិគ្រឹះរបស់ជនល្មើសកាសែតបានរាយការណ៍ថាក្រោយប្រតិបត្តិការអស់រយៈពេលជាង5ម៉ោងនៅទីបំផុតអាជ្ញាធរបានសម្រេចឃាត់ខ្លួនមនុស្ស6នាក់ចេញពីភូមិគ្រឹះរបស់លោកអញ្ញាដែលគេអាងថាបានបង្ខាំងមនុស្សនិងប្រព្រឹត្តអំពើហិង្សាប៉ុន្តែមានមនុស្សតែ2នាក់តែប៉ុណ្ណោះត្រូវបានរកឃើញដោយឡែកមនុស្សដទៃទៀតរួមទាំងជនដៃដល់បានរត់គេចខ្លួនបាត់ទៅហើយជនរងគ្រោះទាំងពីររូបនៅក្នុងភូមិគ្រឹះដែលរងការវាយដំនិងរំលោភសេពសន្តិវៈនោះមានកុមារាអាយុ10ឆ្នាំនិងស្ត្រីវ័យក្មេងអាយុ18ឆ្នាំម្នាក់ដូចគ្នានេះដែររស្មីកម្ពុជាក៏បានចាប់អារម្មណ៍លើប្រធានរឿងធ្វើទរណកម្មនិងការចាប់រំលោភនេះផងដែរកាសែតបានអះអាងថាអ្នកប្រព្រឹត្តបទល្មើសទាំងអស់នេះគឺជាមន្ត្រីជាន់ខ្ពស់យោធាដែលឡែកនៅលើទំព័រមុខរបស់ភ្នំពេញប៉ុស្តិ៍វិញកាសែតបានចេញចំណងជើងធំជាងគេថាពូវិកលចរិតកាប់សម្លាប់ក្មួយបន្ទាប់ពីសមត្ថកិច្ចឡោមព័ទ្ធជាង10ម៉ោងកាសែតបានរាយការណ៍ដោយផ្ដើមពីពាក្យសម្ដីចុងក្រោយរបស់កុមារាអាយុ6ឆ្នាំបាននិយាយប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនឲ្យអោបខ្លួនឲ្យជាប់មុនពេលដែលខ្លួនបានលាចាកលោកបន្ទាប់ពីពូវិកលចរិតបានចាប់ចងនិងកាប់ចិញ្ច្រាំអស់ជាច្រើនកន្លែងកាសែតបានពិពណ៌នាពីស្ថានភាពនិងសម្ភារអ្នកភូមិដែលបានរៀបរាប់ពីព្រឹត្តិការណ៍កាប់សម្លាប់នោះប៉ុន្តែជនបង្កដែលជាមៀក៏ត្រូវបានស្លាប់បន្ទាប់ពីបានដេញកាប់ប៉ូលីសអាជ្ញាធរហើយប៉ូលីសអាជ្ញាធរបានសម្រេចចិត្តបាញ់សម្លាប់តែម្ដងចំណែកឯកម្ពុជាថ្មីវិញបានចាប់អារម្មណ៍លើការកោតសរសើរពីព្រះមហាក្សត្រទៅលើនាយករដ្ឋមន្ត្រីកម្ពុជាអមជាមួយរូបភាពព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្តមសីហមុនីយាងទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមភ្លឺស្រែក្នុងខេត្តដកស្ទូងកាសែតបានដាក់ចំណងជើងថាព្រះករុណាព្រះមហាក្សត្រកោតសរសើរសម្ដេចអគ្គមហាសេនាបតីតេជោចំពោះការដឹកនាំប្រទេសមានសេចក្តីសុខនិងការរីកចម្រើនកាសែតបានរាយការណ៍ថានៅក្នុងព្រះរាជពិធីសម្ដែងសម្ណាលនិងចែកអំណោយដល់ប្រជានុរាស្ត្រព្រះមហាក្សត្របានថ្លែងកោតសរសើរពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីយើងវិលមកចាប់អារម្មណ៍លើទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍សាជាថ្មីកាសែតបានដាក់ចំណងជើងថាកូនស្រីលោកកឹមសុខាអាចកាន់តំណែងគោជបកាសែតដែលបានធ្វើបទសម្ភាសន៍ជាមួយនឹងមន្ត្រីជាន់ខ្ពស់គណៈបកបានអះអាងថាគណៈបកសង្គ្រោះជាតិកំពុងតែសម្លឹងមើលអិសរាជជនសង្គមស៊ីវិល2រូបនិងកូនស្រីរបស់លោកកឹមសុខាអ្នកទាំង3រូបគឺនឹងកាន់តំណែងគោជបក្នុងកូតាគណៈបកសង្គ្រោះជាតិចំនួន4កន្លែងបើតាមភ្នំពេញប៉ុស្តិ៍ដែលបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិប៉ុន្តែសូមមិនបញ្ចេញឈ្មោះលោកគួយបញ្ញានាយកប្រតិបត្តិអង្គការជំនាញការបោះឆ្នោត Confrel និងលោកយេងវីរៈនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍និងកញ្ញាកឹមមនោវិជ្ជាកូនស្រីលោកកឹមសុខាដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានផ្នែកកិច្ចការសាធារណៈនៃគណៈបក្សសង្គ្រោះជាតិនឹងអាចចូលទៅកាន់តំណែងគោជបប្រពន្ធដដែលនោះបានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ថាដំណឹងនេះគឺ 99% ហើយដែលអ្នកទាំង4រួមទាំងលោកគួយប៊ុនរឿនដែលបានលាលែងពីតំណែងតំណាងរាស្ត្រនឹងក្លាយទៅជាសមាជិកគោជបទាំង4រូបពីកូតាគណៈបក្សសង្គ្រោះជាតិកញ្ញាកឹមមនោវិជ្ជាដែលមានអាយុ32ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាមានការសួរនាំពីគណៈបកលើចំណាប់អារម្មណ៍របស់កញ្ញាក្នុងការឈរជាបេក្ខភាពប៉ុន្តែកូនស្រីច្បងរបស់អនុប្រធានគណៈបក្សសង្គ្រោះជាតិលោកកឹមសុខារូបនេះបានអះអាងថាខ្លួនកំពុងតែពិចារណាបើតាមភ្នំពេញប៉ុស្តិ៍ដដែលលោកគុលបញ្ញាវិញក៏បានអះអាងថាខ្លួនមិនទាន់ទទួលបានការស្នើជាផ្លូវការពីគណៈបក្សសង្គ្រោះជាតិនោះទេតែតងជាមួយនឹងបេក្ខភាពគោជបនេះដែរលោកស្រីពងជីវិតបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាសមាជិកគោជបគួរតែមានអភ័យឯកសិទ្ធិព្រោះថាអភ័យឯកសិទ្ធិនេះនឹងធ្វើឲ្យសមាជិកគោជបទាំងអស់អាចបំពេញកិច្ចការរបស់ខ្លួនដោយមិនមានការបារម្ភភ័យខ្លាចអ្វីនោះទេដោយឡែកលោកជាមយាបមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាវិញក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថាអ្នកដែលទទួលបានអភ័យឯកសិទ្ធិនោះគឺមានតែសមាជិករដ្ឋសភានិងប្រសិទ្ធិតែប៉ុណ្ណោះយើងបន្តតាមដានលើទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍កាសែតបានចាប់អារម្មណ៍លើរឿងសន្តិសុខរាជធានីភ្នំពេញទទួលបានការកោតសរសើរនិងប្រាក់រង្វាន់កាសែតបានរាយការណ៍ថាទាំងអភិបាលរាជធានីភ្នំពេញនិងស្នងការនគរបាលក្រុងភ្នំពេញបានកោតសរសើរចំពោះកម្លាំងសន្តិសុខដែលបានរក្សាសន្តិសុខបានយ៉ាងល្អក្នុងអំឡុងពេលបាតុកម្មរយៈពេលពេញ1ឆ្នាំរបស់គណៈបក្សសង្គ្រោះជាតិតាំងពីក្រោយការបោះឆ្នោតយោងតាមសំណេររបស់ភ្នំពេញប៉ុស្តិ៍លោកអំសំអាតបានលើកឡើងថាការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្លាំងអាជ្ញាធរនេះអាចបង្កឲ្យមានការរិះគន់ព្រោះមានប្រជាពលរដ្ឋជាច្រើនដែលរងការវាយដំពីកម្លាំងអាជ្ញាធរ
យ៉ាងណាក៏ដោយបើតាមលោកអំសំអាតដដែលការបំពេញការងារដើម្បីប្រជាពលរដ្ឋគួរតែទទួលបានការលើកទឹកចិត្ត